ថ្មីនេះមានព័ត៌មានជាច្រើនក្នុងបណ្ដាញសង្គមពាក់ព័ន្ធថាមានធនាគារនេះឬក៏ធនាគារនោះបិទមុននឹងចាប់ផ្ដើមខ្ញុំសូមជម្រាបសាធារណជនទាំងអស់អំពីប្រតិបត្តិការធនាគារហើយប្រតិបត្តិការនេះគឺធនាគារទាំងអស់នៅក្នុងពិភពលោកគឺធ្វើដូចគ្នាធនាគារតួនាទីរបស់គាត់តួនាទីចម្បងគឺអន្តរការីយកម្មនេះបានន័យថាគាត់ទទួលប្រាក់បញ្ញើពីអ្នកដែលមានលុយលើសហើយមិនទាន់មានចាំបាច់ប្រើប្រាស់ហើយគាត់ផ្ដល់លុយនោះទៅឲ្យអ្នកដែលចាំបាច់ត្រូវការប្រើប្រាស់លុយដើម្បីវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ចដូចជាទិញផ្ទះសង់អូតែលសង់រោងចក្រឬក៏ពង្រីកអាជីវកម្មអីជាដើមការធ្វើបែបនេះគឺធ្វើឲ្យចរន្តសេដ្ឋកិច្ចមានដំណើរការបានន័យថាលុយដែលមិនទាន់ប្រើប្រាស់អាចយកទៅប្រើប្រាស់នៅក្នុងវិស័យសេដ្ឋកិច្ចបាននៅក្នុងប្រតិបត្តិការធនាគារជាទូទៅគាត់ទទួលប្រាក់បញ្ញើមកគាត់ទុកតែមួយផ្នែកទូចដើម្បីបម្រើតម្រូវការរបស់អ្នកដែលដាក់ប្រាក់បញ្ញើអញ្ចឹងអ្នកដាក់ប្រាក់បញ្ញើមួយចំនួនគាត់អត់ទាន់ចាំបាច់ប្រើប្រាស់ប្រាក់គាត់អាចយកប្រាក់ទាំងនោះទៅដាក់ជាប្រាក់បញ្ញើមានការកំណត់ឬក៏យើងហៅថា fixed deposit ឬក៏ term deposit ដែលមានរយៈពេល3ខែ6ខែ9ខែឬក៏1ឆ្នាំទៅតាមការសម្រេចចិត្តរបស់គាត់ប៉ុន្តែក៏គាត់ត្រូវការប្រាក់មួយចំនួនដើម្បីចាយវាយប្រចាំថ្ងៃដើម្បីទៅផ្សារទិញម្ហូបដើម្បីបង់ឈ្នួលផ្ទះដើម្បីបង់ឈ្នួលទូរស័ព្ទអីជាដើមអញ្ចឹងធនាគារតាមរយៈបទពិសោធន៍របស់គាត់ដែលមានកន្លងមកគឺគាត់ដឹងច្បាស់ថាជាទូទៅប្រចាំថ្ងៃគាត់ត្រូវមានសាច់ប្រាក់នៅក្នុងឃ្លាំងប្រមាណដើម្បីបើកឲ្យអតិថិជននោះប្រាក់ដែលអតិថិជនមកផ្ញើនោះដែលគាត់មិនទាន់ប្រើប្រាស់ប្រាក់ដែលអតិថិជនដាក់ប្រាក់បញ្ញើយកទៅដាក់នៅក្នុង term deposit ឬក៏ fixed deposit នេះគាត់នឹងយកទៅឲ្យអតិថិជនរបស់គាត់មួយចំហៀងទៀតបានន័យថាអ្នកដែលខ្ចីនោះជាទូទៅការដែលគាត់ខ្ចីគឺគាត់មិនមែនខ្ចី3ខែ6ខែទេជាទូទៅគឺគាត់ខ្ចីរយៈពេលវែងគាត់ខ្ចីបើអ្នកទិញផ្ទះគាត់អាចខ្ចីរហូតដល់ទៅ20ឆ្នាំអ្នកដែលគាត់ទៅពង្រីករោងចក្រគាត់អាចខ្ចី5ឆ្នាំឬក៏រយៈពេលវែងជាងនេះឬក៏ខ្លីជាងនេះប៉ុន្តែជាទូទៅគឺរយៈពេលវែងអញ្ចឹងធនាគារគាត់ត្រូវធ្វើយ៉ាងដូចម្ដេចគាត់ត្រូវធ្វើម៉េចឲ្យពេលវេលានៃការកំណត់ការដាក់ប្រាក់បញ្ញើនិងការខ្ចីនោះឲ្យវាស៊ីគ្នាអញ្ចឹងគាត់អាចដាក់លោកសុកគាត់ដាក់1ឆ្នាំអញ្ចឹងគាត់ឲ្យទៅលោកសៅខ្ចីនៅពេលដែលដល់ពេលវេលារបស់លោកសុកត្រូវដោះលុយគាត់យកលុយរបស់លោកច័ន្ទដែលដាក់មកមួយឆ្នាំក្រោយមកយកមកឲ្យទៅលោកសុកនេះគឺជាប្រតិបត្តិការរបស់ធនាគារអញ្ចឹងហើយក្នុងរយៈពេលវែងគឺធនាគារតែងតែមានសាច់ប្រាក់ឬក៏យើងហៅថាសន្តិភាពគ្រប់គ្រាន់ដើម្បីបើកឲ្យអ្នកដាក់ប្រាក់បញ្ញើក៏ប៉ុន្តែក្នុងពេលដែលអតិថិជនអ្នកដាក់ប្រាក់បញ្ញើគាត់សម្រុកមកដកប្រាក់ពីគ្រឹះស្ថាននោះទាំងអស់ក្នុងពេលតែមួយបានន័យថាលោកច័ន្ទលោកសុកហើយនិងអ្នកដទៃទៀតដែលគាត់ដាក់ប្រាក់បញ្ញើនៅធនាគារគាត់មកដកប្រាក់គាត់ទាំងអស់មិនមែនតែប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃទៅផ្សារប៉ុន្តែគាត់ដកប្រាក់ដែលគាត់ដាក់នៅក្នុង fixed deposit និង term deposit ទាំងអស់ក្នុងពេលតែមួយពេលនោះធនាគារគឺគាត់ជួបនឹងបញ្ហាសន្តិភាពបានន័យថាលុយគាត់បង្វិលអត់ទាន់មិនមែនថាគាត់អត់មានលុយសងទេក៏ប៉ុន្តែគាត់បង្វិលអត់ទាន់ដោយសារអីលុយទាំងអស់នោះគាត់បានផ្ដល់ទៅឲ្យអ្នកដែលខ្ចីហើយអ្នកដែលខ្ចីនោះគាត់ខ្ចីរយៈពេលវែងដូច្នេះហើយបើសិនជាទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឲ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយហើយដូចបងប្អូនយើងដឹងស្រាប់ហើយអ្នកដែលខ្ចីតាមការធ្វើអាជីវកម្មរបស់គាត់គឺគាត់គ្មានលទ្ធភាពនឹងសងទាំងអស់ក្នុងពេលតែមួយទេគេខ្ចីគាត់ត្រៀមសងធនាគារក្នុងរយៈពេល5ឆ្នាំតទៅមុខស្រាប់តែធនាគារឥឡូវមកទារមិនខ្ចីមិនទាន់បាន1ឆ្នាំផងមកទារពីគាត់គឺគាត់រកលទ្ធភាពមកសងវិញក៏អត់បានដែរកន្លែងនេះហើយដែលធ្វើឲ្យមានបញ្ហាដូច្នេះហើយបើសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយវាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់បានន័យថាមិនមានសន្តិភាពទាំងអស់ផ្ដល់ទៅឲ្យអតិថិជនអ្នកដាក់ប្រាក់បញ្ញើ
ខ្ញុំក៏សូមជម្រាបដែរថាប្រព័ន្ធធនាគាររបស់យើងបច្ចុប្បន្ននេះនៅរឹងមាំយើងមានធនាគារទាំងអស់ដែលធ្វើប្រតិបត្តិការគឺអតិថិជនភាគច្រើនគាត់នៅធ្វើប្រតិបត្តិការបានធម្មតាទេដូច្នេះសូមបងប្អូនទុកពេលវេលាឲ្យខាងធនាគារជាតិនៃកម្ពុជាបន្តធ្វើការជាមួយនឹងធនាគារដែលពាក់ព័ន្ធហើយរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូនទាំងអស់នោះ